ក្នុងសម្បត្តិប្រាប់ថាឲ្យខ្ញុំរត់គេចខ្លួនឯងតើរត់ឯងចង់រត់ទៅណាពេលនេះមនុស្សរបស់រាទីយៀតកំពុងតាមចាប់ឯងពេញទីក្រុងហើយខ្ញុំមិននឹងដឹងថាវាខ្លាយជាអញ្ចឹងទៅវិញដំបងប្រាប់ត្រឹមតែឲ្យបញ្ជូនសម្បត្តិតើមិនបានប្រាប់ថាមានការសម្លាប់មនុស្សហើយណាពេលនេះនិយាយអីក៏ហួសពេលដែរព្រះអង្គម្ចាស់ទី3មានបន្ទូលហើយឲ្យតែឯងព្រមនិយាយការពិតទ្រង់ធានាអាយុជីវិតឯងនិយាយការពិតមែនទេនិយាយការពិតរឿងអីទៅរឿងដែលរាទីយៀតបញ្ជាឲ្យឯងធ្វើនៅភូមិគ្រឹះហៅត្រូវនិយាយប្រាប់ឲ្យអស់មកចាំងជួយហួរប្រាប់ឲ្យបិទមាត់តែនាងឯងបែរជាមាត់ដាច់បងប្រុសពួកឯងជាមនុស្សរបស់នរណាជាអ្នកមកបញ្ជូនពួកឯងទៅនរកនឹងណារត់ឲ្យលឿនទៅចូលចិត្តធ្វើបាបមនុស្សស្រីណាស់ណោះអ្នកនាងស៊ូលោកយ៉ាងម៉េចហើយឆឹងយីជាអ្នកខ្ញុំមកទីនេះគេថាមានគេចង់មកបំបិទមាត់នៅយប់នេះគឺនាងនឹងមែនទេកុំសម្លាប់ខ្ញុំអីខ្ញុំព្រមនិយាយគ្រប់យ៉ាងហើយនិយាយមួយមកតារីទីយៀតបញ្ជាឲ្យឯងធ្វើអីខ្លះនៅភូមិគ្រឹះហៅដំបូងឡើយគ្រាន់តែឲ្យចាំបញ្ជូនដំណឹងប៉ុណ្ណោះគឺយកការក្នុងភូមិគ្រឹះទៅប្រាប់អ្នកខាងក្រៅឧទាហរណ៍ដូចជាលោកស្រីបានជួបអ្នកណាឆឹងយីចេញក្រៅនៅពេលណាហើយអ្នកនាងស៊ូមានសុខភាពយ៉ាងម៉េចជាដើមហើយរាទីយៀតថែមទាំងឲ្យខ្ញុំរកសៀវភៅបញ្ជីមួយក្បាលទៀតសៀវភៅបញ្ជីចាស់គឺសៀវភៅក្របពណ៌ខៀវរាងក្រាស់បន្តិចរាទីយៀតមានបន្ទូលថាបើរកឃើញហើយយកទៅថ្វាយត្រង់នឹងប្រទានមាស 1000 តម្លឹងចុះឯងរកឃើញទេអត់ទេខ្ញុំសំបីតែបន្ទប់អានសៀវភៅរបស់អ្នកប្រុសក៏មិនដែលបានចូលផងចុះមិនបានជាឯងបែកការទៅវិញខ្ញុំគ្រាន់តែសុំលុយរង្វាន់បន្ថែមម្ដងទៀតសោះរាទីយៀតក៏គិតថាខ្ញុំលោភលន់ទើបចង់បំបិទមាត់ខ្ញុំចោលតែម្ដងទៅអញ្ចឹងក្រៅពីសៀវភៅបញ្ជីឯងនៅដឹងរឿងសម្ងាត់អីរបស់រាទីយៀតទៀតសៀវភៅរឿងរបស់រាទីយៀតនោះមិនមែនទ្រង់ជាអ្នកសរសេរផ្ទាល់ដៃទេពួកយើងដឹងហើយថាទ្រង់មានអ្នកសរសេរជំនួសមិនត្រឹមតែប៉ុណ្្នឹងទេអ្នកសរសេរនោះជាបណ្ឌិតធ្លាក់ប្រឡងម្នាក់នៅភូមិខាងត្បូងទីក្រុងត្រកូលសុនក្នុងមួយខែរាទីយៀតប្រទានប្រាក់8តម្លឹងឲ្យគេពេលគេសរសេរចប់ទ្រង់គ្រាន់តែចម្លងតាមម្ដងទៀតប៉ុណ្ណោះនៅមានអីទៀតទេនៅមានរាទីយៀតបានជីករូងសម្ងាត់មួយនៅក្នុងរាជដំណាក់រូងសម្ងាត់ធ្លីទៅដល់ណាធ្លីទៅក្រៅក្រុងខ្ញុំធ្លាប់ជួយដឹកអីវ៉ាន់ដែរមើលទៅដូចជាអាវុធអញ្ចឹងនៅមានសៀវភៅបញ្ជីមួយទៀតជាសៀវភៅបញ្ជីដែលរាទីយៀតកេងប្រវ័ញ្ចប្រាក់កសាងទំនប់ទឹកគឺលាក់ទុកក្នុងរូងសម្ងាត់នៃបន្ទប់អានសៀវភៅបងប្រុសខ្ញុំជាអ្នកប្រាប់សម្ដីអស់ទាំងនេះអញហ៊ានទៅផ្ដល់ការនៅសាលាខេត្តទេពេលនេះខ្ញុំនៅមានផ្លូវថយទៀតមែនទេចម្លើយសារភាពរបស់ចាំងជួយហួរនៅទីនេះទាំងអស់ក្រាបទូលអ្នកសរសេរជំនួសរូងសម្ងាត់លាក់អាវុធខុសច្បាប់កេងប្រវ័ញ្ចប្រាក់រដ្ឋល្អណាស់ប៉ុន្តែប៉ុណ្ណឹងវាមិនទាន់គ្រប់គ្រាន់ទេយើងត្រូវការវត្ថុតាងប៉ុន្តែសៀវភៅបញ្ជីនិងរូងសម្ងាត់គឺសុទ្ធតែនៅបូព្រាទាំងអស់ពិបាកនឹងយកណាស់អញ្ចឹងក៏រងចាំទៅរងចាំឲ្យរាទីយៀតបញ្ជូនវត្ថុតាងចេញមកដោយខ្លួនឯងព្រះអង្គចង់មានន័យថាភូមិគ្រឹះក្រៅក្រុងឆ្លើយសឹកឲ្យតែគេហ៊ានដោះលែងមនុស្សនោះហើយជាភស្តាងសហការជាមួយស្ត្រូវដល់ពេលនោះការឆែកឆេររាជដំណាក់បូព្រាគឺជារឿងត្រឹមត្រូវស្របច្បាប់ហើយឆឹងយីត្រូវទៅប្រថុយគ្រោះថ្នាក់ទៀតហើយនឹងសៀវភៅបញ្ជីនោះគឺដាច់ខាតត្រូវតែយកមកឲ្យបាននេះជាភស្តាងអំពើពុករលួយរបស់រាទីយៀតវាមានតម្លៃជាងទោសពុករលួយរបស់គេទៅទៀតប៉ុន្តែវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះយើងត្រូវតែជួយទៅបានជួយបែបម៉េចទៅបង្កើតសម្លេងរំខានបន្តិចទៅដើម្បីទាក់ទាញចំណាប់អារម្មណ៍ឆ្មាំរាជដំណាក់បូព្រានេះវាប្រថុយពេកហើយមាសវាពិតជាល្អមែនហើយតែខ្លាចតែគ្មានជីវិតចៃនឹងណាខ្ញុំមិនខ្លាចទេយ៉ាងហោចណាស់ឯងក៏បញ្ចេញទ្វេដៃបញ្ជូនពួកយើងត្រឡប់ទៅវិញទៅគ្មានមាសក៏ខ្ញុំស៊ូទ្រាំដែរទុកចិត្តចុះតារាសំណាងនៅទីនេះទាំងមូលទ្វារខាងលិចយប់នេះគឺលីសានជាអ្នកយាមម្នាក់នឹងវិញ្ញាណស្រាម៉ោងប៉ុណ្ណេះប្រហែលជាស្រវឹងដេកស្តុកបាត់ហើយ
ចាំពួកគេដើរផុតសិន